នេះរបស់យើងជាសេចក្ដីខ្លាញ់ឯងតែម្ដងបាទដើម្បីទៅឲ្យក្មេងជំនាន់ក្រោយក៏ដូចជាបាទយ៉ាង generation របស់យើងហ្នឹងដើម្បីឲ្យគាត់ចាប់ដើមគាត់ទៅដល់មកសិក្សាអំពីប្រវត្តិសាស្ត្របាទគឺថាផ្នែកនេះតំណាងអំពីការស្ត្រីខ្មែរផងដែរព្រោះតែថាអ្វីដែលយើងខំពីដើមគាត់មិនបានជឿច្បាស់អំពីអត្តន័យហើយកាយប្រកទីផ្នែកនេះចាប់អារម្មណ៍ពីនិយាយអំពីការធ្វើតាពីណាក់ខ្យល់យើងបានតែសាកខ្យល់ឬអត់ខ្យល់គឺស្ដាប់បាទហើយអ្វីដែលខ្លីពីមុនឡើយបាទតាំងពីឆ្នាំ82វាទៅបានកើតឡើងតាំងពី400ឆ្នាំមុនពីសករាជទៀតអញ្ចឹងប្រហែលជាពលរដ្ឋរបស់យើងក៏អត់ដឹងទេបាទអញ្ចឹងបានជាយើងខំប្រឹងព្យាយាមដើម្បីឲ្យមរតកនេះបាទគង់វង្សយូរអង្វែងហើយយើងនឹងខំប្រឹងដើម្បីចោះនៅក្នុងវិជាវប្បធម៌របស់អង្គការ UNESCO ផ្នែកនៃលោកជាតិអោស្បែកធំបាទដែរបាទវាមានភាពនៅស្ទួយស្ដាងនៅឡើយបើធៀបពីបណ្ដាពី5ឆ្នាំមុនមានការសន្ទុះនៃការកើនឡើងខ្ពស់ជាងពីមុនជាងបណ្ដាឆ្នាំមុនដែរជាពិសេសក្នុងកំឡុងពេល2ឆ្នាំនេះយើងមានឃើញថានៅតាមបណ្ដាញសង្គមក៏ដូចជានៅតាមការនៅសហគមន៍នៅក្នុងតំបន់របស់យើងមានការស្វែងយល់ច្រើនគាត់មានជាការចិត្តគួរខ្លែងគាត់ចេះបង្ខំគាត់ចេះមានពិធីនៅក្នុងសមាគមរបស់គាត់នៅសហគមន៍របស់គាត់ផងដែរបាទអូនតូចកូនបាទជាទូទៅនៅក្នុងស្រុកខ្មែរយើងនេះនៅយើងបានចូលរួមនៅក្នុងបាទក្រសួងដូចថ្ងៃនេះអញ្ចឹងយើងចូលរួមនៅក្នុងក្រសួងវប្បធម៌ជាតិសិល្បៈដែលគាត់អបអរសាទរនៅទីក្រុងអាស៊ានរបស់យើងនេះជាវប្បធម៌របស់នេះបាទគឺយើងតែងតែព្យាយាមក្នុងការចូលរួមបង្ហាញដើម្បីស្វែងយល់ពីមុនឡើយគឺយើងអត់ទាន់ដែរបានមានជាសមាគមទេគឺយើងគ្រាន់តែជាបុគ្គលដែលជាអ្នកស្ម័គ្រចិត្តដែលគឺស្នេហាវិស័យកីឡានៅក្នុងសហគមន៍របស់យើងហ្នឹងគឺយើងខំប្រឹងដូចតាមប្រមូលគ្នាដើម្បីឲ្យយើងកកើតបានជួយផ្លែហ្នឹងដឹកនាំពួកគាត់ដើម្បីគាត់ស្វែងយល់អំពីបទបាទបច្ចុប្បន្នយើងប្រហែលជា10នាក់ប្រហែលជា10នាក់ដោយសារតែនៅពេលដែលយើងចាប់ដើមបើកមកយើងចូលក្នុងវិស័យជំងឺ Covid យើងចូលមកធ្វើឲ្យយើងមិនទាន់បានធ្វើការមានសកម្មភាពជាច្រើនទេក៏ប៉ុន្តែជាអ្នកដែលបានមិនហាប្រធានសមាគមក៏ដូចជាសមាជិកទាំងអស់គាត់បានចូលរួមនៅមហោស្រពអន្តរជាតិជាច្រើននៅតាមបណ្ដាប្រទេសក៏គាត់បានជាប់ជារង្វាន់លេខ1លេខ2លេខ3ជាច្រើនផងដែរហើយជាពិសេសនេះនៅក្នុងឆ្នាំ2019បាទពួកគាត់បានរៀបចំបានចូលរួមនៅក្នុងប្រទេសបារាំងក្នុងដីទៀតបាទហើយយើងកាលនេះយើងជាប្រទេសសិទ្ធិជាប្រទេសវិទ្យាប្រចាំរបស់យើងបានសិទ្ធិធំមែនទែននៅក្នុងទីក្រុងដីទៀតហ្នឹងគឺអ្នកផ្លោះខ្លែងរហូតដល់ 5000 នាក់បាទហើយបើយើងសរុបទាំងអ្នកទស្សនាប្រហែលជា1លានបាទតិចជន់អានោះអ៊ំហើយក៏ដើរជន់អីវ៉ាន់យើងជាក់ស្ដែងយើងមានបាទយើងនិយាយត្រង់ទៅគឺមានការបញ្ហាប្រឈមច្រើនព្រោះដោយសារតែបើនិយាយឲ្យខ្លីអ្វីដែលយើងធ្វើនេះយើងចង់ផ្លាស់ប្ដូរផ្នត់គំនិតរបស់ពួកគាត់ផ្លាស់ប្ដូរវត្តគំនិតរបស់គាត់អាចគិតថាខ្លែងចង្លៃបាទឥឡូវបើគាត់ថាខ្លែងចង្រៃយ៉ាងម៉េចគាត់ថាធ្វើឲ្យមង្គលគ្រួសាររបស់គាត់ហ្នឹងអត់តិចចង្រៃប៉ុន្តែបើយើងនិយាយទៅវិញយើងមើលអំពីជាស្ដែងរបបបល្ល័យពូជសាសន៍គឺអត់មានការបង្ហោះខ្លែងទេអញ្ចឹងខ្លែងហោះបានគឺមាននៅប្រទេសសន្តិភាពគឺតំណាងរបស់ប្រទេសសន្តិភាពបាទសម្រាប់ការសំណូមពររបស់ខ្ញុំបាទតារ៉ូសូមបាទជម្រាបទៅដល់គឺជាសំណូមពរដល់បងប្អូនប្រជាជនក៏ដូចជាបងប្អូនជាពលរដ្ឋរបស់យើងទាំងអស់មិនថាលោកយាយលោកតាក៏ដូចជាកុមារាកុមារីចុងក្រោយនេះក៏អាចគាត់មានចូលរួមក្នុងការបង្ហោះខ្លែងក៏ដូចជារៀនធ្វើខ្លែងបាទនៅក្នុងសហគមន៍ក៏ដូចជាអាចចូលរួមជាមួយនឹងសមាគមអភិរក្សអភិវឌ្ឍន៍ដែនខ្មែរយើងមានការជាការបង្រៀនក៏ដូចជាផ្ដល់ឱកាសឲ្យគាត់ទៅប្រកួតប្រជែងនៅក្នុងប្រទេសអាស៊ានរបស់យើងនិងបណ្ដាក្រៅផងដែរដោយសារតែយើងតែងតែមានរាល់ឆ្នាំហើយនៅជាពិសេសគឺកុមារាក្រោមអាយុ18ឆ្នាំមិនថាកុមារីទេក្រោមអាយុ18ឆ្នាំគាត់អាចចូលរួមនៅក្នុងការប្រកួតនៅក្នុងប្រទេសអាស៊ានរបស់យើងផងដែរបាទអញ្ចឹងវាជាឱកាសល្អមែនទែនហើយសូមកុំគិតថាវាជាទូនាទីរបស់នរណាម្នាក់ប៉ុន្តែវាជាទូនាទីរបស់យើងជាកូនខ្មែរក្នុងការថែរក្សាវប្បធម៌ដ៏ចាស់ចង់មួយនេះអញ្ចឹងខ្លែងខ្មែរនេះនិយាយឲ្យចំគឺសំដៅទៅលើតាតែបាទយើងមាន
បាទរៀងនេះអណ្ដាតរបស់យើងបាទស្លាបរបស់យើងនេះគឺគ្រឿងគ្រូម្ដាយបាទហើយចង្កេះរបស់គាត់ហើយនេះគឺបាទយើងអាចតំណាងបានថាបើនិយាយផ្លេចស្ពូនរបស់មនុស្សបាទហើយខាងក្រោមនេះគឺជាបាទជាសម្ពុតរបស់ស្ត្រីខ្មែរអញ្ចឹងមិនដឹងថាតើបុព្វបុរសហ្នឹងគាត់បាននឹងរៀបចំយ៉ាងណាទេបាទគាត់អាចឆ្នៃប្រឌិតបានមកឃើញបែបនេះអញ្ចឹងមានន័យថាវាមហោស្ចារ្យមែនទែនសម្រាប់បាទបុព្វបុរសរបស់យើងអញ្ចឹងបើយើងមិនថែរក្សាទេ400ឆ្នាំមុនគឺសករាជដែរយោងតាមឯកសារបាទប្រវត្តិផ្លែងខែដែលចងក្រងដោយឯកឧត្តមសាស្ត្រាចារ្យសិនសរៈនិងលោកយាយចរិតគាត់បានចងក្រងជាបាទសម្រាប់បើយើងធ្វើជាប់យ៉ាងហោចណាស់ក្នុង5ថ្ងៃបាទដើម្បីដោយសារប្រខែអីយើងធ្វើឲ្យមានប្រសិទ្ធភាពប៉ុន្តែបើជាក់ស្ដែងតែម្ដងក្នុងឯងមួយយើងធ្វើរហូតដល់2សប្តាហ៍ទៅ3សប្តាហ៍ដោយសារតែយើងធ្វើហើយខែរសាបាទមានបែងទៅរហូតដល់10ឆ្នាំជាង10ឆ្នាំដែរនៅខែរសានៅក្នុងស្រុកទីជាតិផ្លែខ្មែររបស់យើងបងប្អូនអាចទៅចូលទស្សនានៅក្នុងស្រុកទីផ្លែខ្មែរយើងបានបាទអញ្ចឹងបើសិនជាយើងគិតមើលទៅការចំណាយពេលទាំងងបានផលិតបានមួយនេះគឺលំបាកណាស់អញ្ចឹងវាទាមទារនឹងការអត់ធ្មត់ស៊ូទ្រាំខ្លាំងមែនទែនសម្រាប់បងប្អូនអញ្ចឹងខ្ញុំគិតថាបើសិនជាបងប្អូនអាចចូលរួមជាមួយវានឹងវិស័យនេះនឹងរីកចម្រើនដែរបាទហើយយើងសង្ឃឹមថាយើងនឹងមានហៅស្រាប់អន្តរជាតិនៅក្នុងឆ្នាំបន្តទៅមុខទៀតបាទថាឆ្នាំក្រោយឬឆ្នាំណាមួយយើងនឹងព្យាយាមការខំស្វែងរកប្រជាមូលនិធិក៏ដូចជាសប្បុរសជនក៏ដូចជាបងប្អូនណាដែលបានគាត់ស្ម័គ្រចិត្តក្នុងការចូលរួមនឹងដើម្បីឲ្យវារីកចម្រើនបាទរីកចម្រើនដល់ផ្នែកនោះហើយនឹងសង្ឃឹមថាបានចុះក្នុងវិធីអង្គការ UNESCO នោះដែរអរគុណច្រើនអរគុណបងឯកសារបងអាចមើលគឺមានជាភាសាអង់គ្លេស